ចាសសូមជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំចង់ចែករំលែកកត្តាខ្លះៗដែលធ្វើឲ្យគ្រួសារលែងលះគ្នាឬក៏គូស្នេហាបែកបាក់គ្នាកត្តាទាំងអស់នោះគឺមានច្រើនមែនទែនប៉ុន្តែខ្ញុំលើកយកតែ10ចំណុចទេហើយសង្ខេបខ្លីៗសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានស្ដាប់ហើយយកទៅពិចារណាតាមការគួរទៅចោះហើយខ្ញុំមិនមែនជាវាលខុនអីទេខ្ញុំគ្រាន់តែចែករំលែកអ្វីដែលខ្ញុំធ្លាប់បានជួបកត្តាដែលធ្វើឲ្យគ្រួសារលែងលះគ្នាក៏ដូចជាធ្វើឲ្យគូស្នេហាបែកបាក់គ្នាមាន10កត្តាសំខាន់កត្តាទី1គឺការខ្វែងគំនិតគ្នាបើសិនបើដៃគូរបស់យើងមានគំនិតផ្សេងពីយើងក៏ដូចជាគាត់រងរោគគាត់អត់ព្រមស្ដាប់គំនិតរបស់យើងមតិយោបល់របស់យើងទេគឺពិបាកក្នុងការរស់នៅជាមួយគ្នាមែនទែនហើយភាពខុសគ្នាទស្សនៈឬក៏លក្ខណៈថាគំនិតរបស់យើងបញ្ចេញទៅបុគ្គលម្នាក់ទៀតគឺគាត់អត់ព្រមស្ដាប់គាត់ព្រមពិចារណាទេអាហ្នឹងក៏វាអាចកើតទៅជាចំនួនដោយលក្ខណៈថាចំនួនដោយការខ្វែងគំនិតគ្នាហើយចំណុចទី2បញ្ហាហិរញ្ញវត្ថុចំណុចទី2នេះគឺសំខាន់ណាស់ខ្លាំងណាស់បងប្អូនទាំងគ្នាបញ្ហាហិរញ្ញវត្ថុភាគច្រើនគ្រួសារក៏ដូចជាស្នេហាជួបកត្តានេះចាបែកបាក់ដោយសារតែមានបញ្ហាហិរញ្ញវត្ថុនឹងច្រើនមែនទែនហើយខ្ញុំឃើញភាគច្រើនគ្រួសារក៏ដូចជាគូស្នេហាចូលចិត្តបងលំនួដោយសារតែការបងលំនួនេះគឺការចំណាយតិចហើយយើងទទួលបានរបស់ប្រើប្រាស់ចាខ្ញុំអត់លើកយករបស់ធំៗទេខ្ញុំលើកថារបស់បងលំនួឲ្យតែអ្នកនរគ្នាចង់បងបញ្ហាហិរញ្ញវត្ថុមានភាពតានតឹងដោយសារតែយើងអសមត្ថភាពក្នុងការរកចំណូលក៏ដូចជាយើងសាងបំណុលចាភាពតានតឹងដោយសារតែយើងសាងបំណុលនេះកាត់ឡើងដោយសារតែយើងអសមត្ថភាពក្នុងការរកចំណូលហ្នឹងហើយអញ្ចឹងហើយធ្វើឲ្យយើងមានបញ្ហាហិរញ្ញវត្ថុអាចធ្វើឲ្យដៃគូទាំងពីរនាក់មានចំនួនគ្នាផងដែរកត្តាទី3នោះការមិនគោរពគ្នាទៅវិញទៅមកការមិនគោរពគ្នាទៅវិញទៅមកនេះពិបាកមែនទេយើងត្រូវដឹងថាមនុស្សយើងត្រូវតែចេះគោរពគ្នាទៅវិញទៅមកមិនថារវាងកឬក៏រវាងខទេហើយការបន្តដោយពាក្យសម្ដីមិនសមរម្យឬក៏ប្រើហិង្សាអ្នកនរគ្នាពេលខ្លះមិនមែនការប្រើហិង្សាហ្នឹងតើតែគេវាយតប់យើងទេពេលខ្លះពាក្យសម្ដីខ្លះវាអាចជាអំពើហិង្សាផងដែរវាអាចគេនិយាយមកលើយើងហ្នឹងធ្វើឲ្យយើងមានអារម្មណ៍ថាដូចគេមកបំបាក់ទឹកចិត្តយើងចឹងហើយកត្តាបន្ទាប់ទៀតនោះគឺទី4ការមិនស្មោះត្រង់ការមិនស្មោះត្រង់នេះវាកើតចេញច្រើនមែនទែនដោយសារតែរស់នៅមួយគ្នាអត់ចោះសម្រងមានបញ្ហាហិរញ្ញវត្ថុក៏បុកចូលជាមួយគ្នាដែរហើយការស្មោះត្រង់នេះគឺសំខាន់ប៉ុន្តែបើសិនបើយើងអត់មានការស្មោះត្រង់រវាងគ្នានឹងគ្នាទេទោះជាយើងមានចំណងអាពាហ៍ពិពាហ៍ក៏ចំណងអាពាហ៍ពិពាហ៍នោះត្រូវតែបែកបាក់ដែរហើយការក្បត់ឬក៏ការរំលោភលើសេចក្តីទុកចិត្តចានេះគឺជាការកុហកបងប្អូនការអត់ស្មោះត្រង់គឺយើងកុហកគេយើងអត់ស្មោះជាមួយគេយើងទៅលួចលាក់មានអ្នកថ្មីឬក៏យើងកុហកគេពីបញ្ហាមួយអញ្ចឹងអាហ្នឹងក៏ការមិនស្មោះត្រង់ដែរអញ្ចឹងការមិនស្មោះត្រង់គឺវាបែងចែកច្រើនខ្ញុំនិយាយសង្ខេបតែប៉ុណ្្នឹងទេហើយកត្តាទី5គឺអតិពលខាងក្រៅហ្នឹងគឺសំដៅទៅលើការជួបជុំមានកម្មវិធីផ្សេងហើយយើងមានដូចជាសាច់ញាតិមានអីផ្សេងមិត្តភ័ក្តិហ្នឹងហើយកត្តាខាងក្រៅហ្នឹងគឺដៃគូមកខាងទៀតគាត់លក្ខណៈថាគាត់យកខាងក្រៅសំខាន់ជាងនៅក្នុងផ្ទះរបស់គាត់ចូលចិត្តដើរលេងនៅខាងក្រៅគាត់ចូលចិត្តជួបមិត្តភ័ក្តិបែបលក្ខណៈថាចប់ម៉ោងការងារហើយគាត់អត់យកពេលវេលាហ្នឹងមកកំដរដៃគូរបស់គាត់ក៏ដូចជាមកនិយាយឬក៏ពិភាក្សាជាមួយនឹងដៃគូរបស់គាត់តើធ្វើម៉េចនៅពេលអនាគតយើងត្រូវរស់នៅជាមួយគ្នាយ៉ាងម៉េចឲ្យចុះសម្រុងនឹងគ្នាគាត់តាមតែមិត្តភក្តិគាត់ដើរផាក់ស៊ីប៉ោឡែអីចឹងទៅឬក៏អ្នកខ្លះទៀតគាត់តាមសាច់ញាតិគាត់ទៅគាត់អត់មានមិត្តភក្តិប៉ុន្តែគាត់មានសាច់ញាតិគាត់ទៅជាមួយនឹងសាច់ញាតិទៅខ្ញុំឃើញជួបច្រើនមែនតើហើយទី6នោះបងប្អូនចាទី6គឺបញ្ហាសុខភាពដូចជាបញ្ហាសុខភាពហ្នឹងយើងដឹងហើយជំងឺរ៉ាំរ៉ៃបញ្ហាផ្លូវចិត្តដែលយើងធ្វើឲ្យតំណែងគ្រួសាររបស់យើងនឹងបែកបាក់គ្នាការប្រើប្រាស់ថ្នាំអីផ្សេងឬក៏គ្រឿងស្រវឹងគ្រឿងញៀនអីហ្នឹងក៏ធ្វើឲ្យយើងឈានទៅដល់ការបែកបាក់លែងលះគ្នាដែរអាហ្នឹងក៏វាបូករួមជាមួយនឹងកត្តាទាំងអស់នឹងដែរដែលធ្វើឲ្យយើងបែកបាក់គ្រួសារហើយការខ្វះតំណែងកត្តាទី7គឺការខ្វះតំណែងការខ្វះតំណែងហ្នឹងគឺសំដៅទៅលើដៃគូទាំងពីរនាក់ហ្នឹងគាត់ចាំបងប្អូនខ្ញុំសំដៅទៅលើការខ្វះ
ការតំណាក់តំណងហ្នឹងគឺដៃគូទាំងពីរនាក់គាត់រស់នៅជាមួយគ្នាប៉ុន្តែគាត់អត់ចែករំលែកអារម្មណ៍ឬក៏បញ្ហាដែលគាត់បានជួបទេគាត់អត់បាននិយាយចំណុចដែលគាត់ត្រូវការពីយើងអ្វីដែលយើងធ្វើទៅគាត់អត់ចូលចិត្តគាត់បាននិយាយឬក៏ចែករំលែកមកកាន់យើងទេគាត់បែរជាលាក់ក្នុងចិត្តហើយអ្វីដែលគាត់ចូលចិត្តក៏អត់បានប្រាប់យើងដែរគាត់លក្ខណៈថាហើយឲ្យយើងទៅសង្កេតថាពិបាកបងប្អូនបើសិនបើយើងឲ្យមនុស្សយើងទៅសង្កេតថាគេចូលចិត្តអីយើងស្មានណាលក្ខណៈថាការស្មានឬក៏យើងសង្កេតថាគេចូលចិត្តអីវាអាចត្រូវ50-50វាអត់អាច100%ទេអញ្ចឹងការខ្វះទំនាក់ទំនងហ្នឹងបើសិនបើមនុស្សពីរនាក់អត់ចេះទំនាក់ទំនងគ្នាអត់ចេះចែករំលែកពីអារម្មណ៍ដែលខ្លួនឯងកំពុងតែជួបក៏ដូចជាបញ្ហាដែលខ្លួនឯងកំពុងតែជួបបញ្ហាជួបប្រទះទេក៏វាធ្វើឲ្យយើងហ្នឹងរស់នៅអត់ចុះសម្រុងគ្នាដែរហើយទី8នោះការប្រែប្រួលអាជីពក៏ដូចជាការប្រែប្រួលការងារណាបងប្អូនការងារចង់និយាយថាបើសិនបើយើងធ្វើការនៅក្រុមហ៊ុនខាងក្រុមហ៊ុនមាន plan ក៏ដូចជាមានគោលការណ៍ឲ្យយើងទៅធ្វើការងារនៅឆ្ងាយឬក៏យើងមានសម្ពាធការងារដែលធ្វើឲ្យពេលវេលាអត់មានពេលវេលាសម្រាប់ចំណាយក្នុងគ្រួសារបងប្អូនអាហ្នឹងក៏ធ្វើឲ្យយើងបែកបាក់គ្នាដែរយើងត្រូវបែងចែកឲ្យច្បាស់ពេលវេលាហើយខ្ញុំសង្ឃឹមថាដៃគូម្ខាងទៀតក៏គាត់យល់ពីដៃគូម្ខាងទៀតដែរថាពេលវេលាដែលទៅធ្វើការនិងពេលវេលាដែលទំនេរហើយយើងបែងចែកឲ្យច្បាស់ការងារឲ្យច្បាស់លាស់អញ្ចឹងទៅយើងកុំយកពេលអត្តនេរហើយអត់មានពេលកំដរគ្រួសារទៀតអញ្ចឹងក៏វាពិបាកដែរហើយកត្តាទី9ហ្នឹងគឺបញ្ហាលក្ខណៈថាមានសម្ពាធបងប្អូនទាំងគ្នាបើសិនបើយើងរស់នៅជាមួយគ្នាហើយយើងបែរជាទទួលរងនៅសម្ពាធអារម្មណ៍គេអត់យកចិត្តទុកដាក់គេអត់ខ្វល់ខ្វាយពីយើងក៏វាពិបាកដែរក៏យើងគិតថាយើងរស់នៅជាមួយគ្នាហេតុអីគេអត់យកចិត្តទុកដាក់ជាមួយយើងទទួលបានអារម្មណ៍បែបហ្នឹងក៏វាពិបាកក្នុងការរស់នៅបន្តជាមួយគ្នាទៅមុខទៀតណាហើយកត្តាទី10នោះគឺចាលក្ខណៈថាអស់សម្ពាធចិត្តចាំបងប្អូនទាំងអស់គ្នាការអស់សម្ពាធចិត្តនេះខ្ញុំសំដៅទៅលើចាការអត់ទ្រាំធុញទ្រាន់ចាយើងធុញទ្រាន់ណាពេលដែលដៃគូទាំងពីរយើងរស់នៅជាមួយគ្នាយើងឃើញមុខគ្នាបែរជាមានអារម្មណ៍ថាធុញទ្រាន់អាហ្នឹងហើយក៏ជាកត្តាមួយដែលធ្វើឲ្យគ្រួសាររបស់យើងមានការថយចុះផងដែរមានអារម្មណ៍ថាទំនាក់ទំនងរបស់យើងបានថយចុះជាងមុនអញ្ចឹងណាអាហ្នឹងហើយគឺកើតឡើងពីបុគ្គលម្នាក់មានសម្ពាធធុញទ្រាន់កន្លែងការងារធុញទ្រាន់មកដល់ផ្ទះហើយប្រពន្ធរស់រឿងមកដល់ផ្ទះហើយត្រូវកូនយំកូនអីត្រូវមើលកូនមើលអីអានេះក៏សម្ពាធដែរភាពធុញទ្រាន់ក៏ប៉ុន្តែបើសិនបើយើងចេះជួយគ្នាគឺអាចធ្វើឲ្យគ្រួសាររុងរឿងបានអញ្ចឹងហើយការងារតូចធំឲ្យបងប្អូនត្រូវតែចេះជួយគ្នាអញ្ចឹងសម្រាប់កត្តាទាំង10នេះខ្ញុំសូមចែករំលែកប៉ុណ្ណឹងបើសិនបើបងប្អូនមានចំណុចសំខាន់ទៀតដែលចង់ចែករំលែកអាចចែករំលែកបានខ្ញុំអត់មានអ្វីដែលត្រូវចែករំលែកឲ្យទៀតទេដោយសារតែកត្តានេះគឺជាកត្តាធំហើយបងប្អូនហើយនៅមានកត្តាជាច្រើនទៀតខ្ញុំលើកឡើងមកអត់ទេខ្ញុំសង្ខេបតែប៉ុណ្្នឹងទេដោយសារតែវាវែងណាស់ហើយវីដេអូនេះបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងហើយបង